បាទក្នុងគណៈពេលនេះទីភាសារបស់ក្នុងទូរបត់ថាវត្តកណ្ដាលកំពុងតែរៀបចំចេញដំណើរជើងទី2ហើយជើងទី2នេះគឺយើងចេញដំណើរពីខាងស្វែរលំហត់ឥឡូវដូចដែលបានឃើញនៅសកម្មភាពនេះយើងគឺរៀបចំទីម៉ងដាក់លើឡានហើយក្រុមយុវជនលោកយាយលោកតាហើយព្រះសង្ឃដែលលោកជួយសម្រួលតាមផ្លូវជាក្រុមការងារហ្នឹងក៏លោករៀបចំជួយខ្នះខ្នែងក្នុងកិច្ចការងារនេះដែរបាទអញ្ចឹងសូមមើលនៅសកម្មភាពនៃការចេញដំណើរទាំងអស់គ្នាបាទបាទនេះជាជើងទី2ទៀតណាបាទចឹងឃើញបងនេះទិញម៉ងនេះហើយពេញអត់អូនប៉ុណ្ណឹងតែអូខេបងប្អូនយើងមានប្រាថ្នាអាមនេះអូបានគ្នាម៉ានេះឯហ្នឹងបានគ្នាម៉ានេះបានដល់អ្នកជាងចឹងហ៎បាទដល់អ្នកជាងបងដល់ជាងអូខេជីកុយទូតឡានហ្នឹងឲ្យស្រួលបួយ៉ាប់យ៉ែងយកល្អឡើងលើផុតទៅឡើងលើផុតទៅតោះអត់មានសុបាយតោះឡើងលើផុតបើថាឡានជាអៀតបជ្រៀតយើងចាត់ចែងអញ្ចឹងអោមើលប្រយ័ត្នមុខមាត់ហងមកយឺតជាងគេមែនបាទមិនរត់ថាមកទេមកមានទីម៉ងមកលឿនណាឡានតបទៀតនេះដាក់ដឹក3ទីម៉ងបានគ្នាម៉ានេះបានគ្នាម៉ានេះច្រើនហើយតាប់ជាងឈប់សិនមានសួរលោកអាចារ្យត្រៀមកម្លាំងជើងហើយនៅហើយហ្នឹងកម្លាំងចិត្តដាក់ទៅរត់យកទៅទាំងអស់ណាទៅទាំងអស់ហ្នឹងហើយញ៉ាំមិនខ្ញុំយកអានេះខ្ញុំបាច់ចាក់ហឹបទេកងដាក់កម្លាំងចិត្តទៅហ្មងថ្ងៃហ្នឹងដាក់កម្លាំងចិត្តទៅហ្មងអូដាក់ទៅ100%ហ្មង100%លោកយាយលោកតាលោកគ្រូមៀវសួរថ្ងៃហ្នឹងបានហូបអីគេថ្ងៃហ្នឹងងាំងៅឆាមាន់ងាំងៅហ្នឹងប្លែកតិចប្លែកតិចណាអរគុណលោកគ្រូអីនេះមក